Ok chăng dương riêng vì việc bà cầm thì Adobe Photoshop CC chăng miền vị trí chỉ trắng không ca bà cầm thì Adobe Photoshop CC đôi cả cao vị trí thì mỗi dương bà vì start menu chăng là thì mỗi dương cho lơ vào trong start nơi lơ window thì phí cái dương việc việc hà Photoshop rồi có Adobe Photoshop CC nó không vào off file rồi rồi có vào off search là những miền lơ taskbar rồi vào window mà nhớ chăng thì mấy cái dương cho lơ Adobe Photoshop CC là mấy bà cầm thì ok យើងអាចមើលរូបនេះបានចឹងនៅខាងក្រោមនេះយើងអាចវាយពាក្យថា photo ឬក៏ Photoshop ទៅហើយបន្តមកទៀតអ្នកនរគ្នារកពាក្យថា Adobe Photoshop CC របស់យើងណាចឹង version ណាក៏បានដែរចឹងយើងចុចបើកវាមកអូខេវិធីទី2គេថាបើកពី desktop shortcut ចឹងគេថាចំណុចទី1គឺរករូបតំណាង Adobe Photoshop CC នៅលើ desktop ទី2គឺយើងចុច double click ទៅលើរូបតំណាង Photoshop នោះទី3គឺយើងរងចាំឲ្យកម្មវិធីដំណើរការចឹងអ្នកនរគ្នាស្គាល់តាក់ទងជាមួយទៅនឹង desktop ហើយចឹង desktop គឺជាផ្ទាំងមួយដែលទៅពេលដែលយើងបើក computer ដំបូងគឺវាបង្ហាញមុនគេណាចឹងមានកម្មវិធីដែលបង្ហាញនៅលើនឹងច្រើនអូខេចឹងយើងមកមើលមកដោយរូបនេះចឹងយើងរកមើល logo PS ហ្នឹងមកហើយគេដាក់ Photoshop shortcut ចឹងយើងអាចចុចទៅលើរូបហ្នឹងទៅដើម្បីឲ្យវាដំណើរការអូខេវិធីទី3គេថាបើក Adobe Photoshop Creative Cloud ចឹងចំណុចទី1យើងបើកកម្មវិធី Adobe Creative Cloud ហ្នឹងមកទី2គឺយើងរក Photoshop នៅក្នុងបញ្ជីកម្មវិធីឬក៏បញ្ជី application ហ្នឹងទី3គឺយើងចុចប៊ូតុង Open អូខេយើងអាចមើលរូបនេះបានចឹងយើងចុចមកមនុស្សទី2មកដាក់ពាក្យថា app ចឹងអ្នកនរគ្នាត្រូវវាយនៅក្នុង option search ដូចគ្នាគឺយើងវាយពាក្យ photo ឬក៏ Photoshop មកហើយយើងរកឈ្មោះ Photoshop CC របស់យើងមកណាអូខេវិធីទី4គឺយើងបើកពី taskbar ប្រសិនបើយើងបាន pin វាដាក់នៅក្នុង taskbar ចឹងរករូបតំណាង Photoshop នៅលើ taskbar ចុចទៅលើរូបតំណាងម្ដងដើម្បីបើកកម្មវិធីចឹងយើងគ្រាន់តែឃើញវាហើយយើង click ទៅវាបើកតែម្ដងអូខេដូចជារូបនេះចឹងហើយនៅក្នុងវីដេអូនេះក៏មានដែរចឹងនៅលើ taskbar គឺ taskbar របស់ Windows ចឹងនៅលើ taskbar Windows នេះយើងឃើញមាន icon PS សំដៅទៅលើ Photoshop ហើយយើងអាចចុចមួយមកដើម្បីបើកវាបានអូខេវិធីទី5គឺយើងបើក Adobe Photoshop CC ដោយប្រើ Run ចឹងយើងចុចទៅលើប៊ូតុង Start តមកទៀតយើងអាចវាយពាក្យ Run ទៅណាឬក៏យើងចុចទៅលើ Windows key ឲ្យជាប់ហើយយើងចុចអក្សរ R ដើម្បីបើកប្រអប់ Run ចឹងបន្តមកទៀតអ្នកនរគ្នាវាយពាក្យ Photoshop នៅក្នុងប្រអប់ Open តមកទៀតយើងចុចលើប៊ូតុង OK ឬក៏យើងចុច Enter ចឹងយើងរងចាំបន្តិចរហូតដល់កម្មវិធី Adobe Photoshop CC បើកឡើងអូខេចឹងនៅពេលអ្នកនរគ្នា run ហើយយើងវាយពាក្យថា Photoshop ទៅហើយយើង OK មកចឹងកន្លែងនេះគេឲ្យយើងចំណាំដែរចឹងគេថាវិធីនេះអាចប្រើបានប្រសិនបើ Adobe Photoshop CC ត្រូវបានដំឡើងត្រឹមត្រូវនិង Windows ស្គាល់ពាក្យបញ្ជា Photoshop ប្រសិនបើមិនអាចបើកបានសូមប្រើ Start menu ឬក៏ Desktop shortcut ជំនួសចឹងមានថាប្រសិនបើវាអត់ស្គាល់នៅពាក្យបញ្ជា Photoshop នេះទេយើងអាចបើកតាម Start menu ឬក៏ Desktop shortcut ជំនួសវិញចឹងបន្ទាប់ពីបើកកម្មវិធី Adobe Photoshop CC តាមវិធីណាមួយខាងលើរួចលោកអ្នកនឹងឃើញផ្ទាំង interface របស់កម្មវិធីដោយបង្ហាញនៅក្នុងរូបខាងក្រោមចឹងយើងសូមសង្កេតមើលសមាជិកមួយៗដើម្បីស្វែងយល់អំពីទូនាទីនិងមុខងាររបស់វាអូខេចឹងនៅពេលដែលអ្នកនរគ្នាបើកដំបូងគឺវានឹងចេញផ្ទាំងនេះមកហើយណាអូខេចឹងបន្ទាប់ពីផ្ទាំងដំណើរការចប់គឺវាចេញផ្ទាំងដូចដែលបានបង្ហាញនេះអូខេចំណុចទី6យើងនិយាយពីរបៀបបិទកម្មវិធីណាចឹងបន្ទាប់ពីបើកគឺយើងត្រូវចេះបិទវាដែរចឹងបន្ទាប់ពីបញ្ចប់ការងារនៅក្នុង Adobe Photoshop CC លោកអ្នកអាចបិទកម្មវិធីតាមវិធីដូចខាងក្រោមចុងវិធីទី1យើងចុចទៅលើប៊ូតុង Close ដែលយើងឃើញសញ្ញាខ្វែងនៅខាងលើនៃកម្មវិធីហ្នឹងចុងទី1គឺយើងចុចទៅលើប៊ូតុង Close ដែលស្ថិតនៅជ្រុងខាងស្ដាំនៃផ្ទះកម្មវិធីចំណុចទី2ប្រសិនបើឯកសារមិនទាន់បានរក្សាទុកណា Save ហ្នឹងកម្មវិធីនឹងបង្ហាញប្រអប់សារសួរថាតើអ្នកចង់រក្សាទុកឬក៏អត់ចឹងចំណុចទី3គេថាជំរើសជ្រើសរើសជំរើសមួយនៅក្នុងចំណោម3នេះណាចឹងមាន Save មាន Don't Save ហើយនិង Cancel
ចឹង sale នេះមានន័យថារក្សាទុកឯកសារជាមុនរួចបិទកម្មវិធីចឹងបើសិនយើងជ្រើសរើសយកពាក្យ don't sell គឺថាមិនរក្សាទុកការផ្លាស់ប្ដូរហើយបិទកម្មវិធីភ្លាមៗចឹងមានថាយើងអត់ចង់រក្សាទុកនៅអ្វីដែលយើងបានកែប្រែទេមួយទៀតគឺ cancel មានន័យថាបោះបង់កម្មវិធីហើយត្រឡប់ទៅធ្វើការវិញចឹងមានន័យថាបើសិនបើអ្នកនរគ្នាចុចទៅលើ cancel ចឹងគឺកម្មវិធីហ្នឹងអត់បានបិទទេមានន័យថាវានឹងត្រឡប់ទៅផ្ទាំងការងាររបស់យើងធម្មតាវិញណាអូខេចឹងវិធីទី2ណាចឹងរបៀបបិទនេះគឺយើងចុចទៅលើពាក្យ file ចឹងចុចលើមេនុយហើយយក file មកតមកទៀតជ្រើសរើសពាក្យ exit នៅលើផ្ទាំង Windows ណាចឹងបើសិនបើមានឯកសារមិនទាន់បាន save កម្មវិធីនឹងសួរអំពីការរក្សាទុកដូចគ្នាចឹងចំណុចនេះបើសិនបើយើងអត់បាន save ទេយើងវានឹង load សារមកដូចខាងលើមិនដែរណាគឺសួរយើងចំនួន3ហ្នឹង save don't save ហើយនឹង cancel អូខេវិធីទី3គឺយើងប្រើប្រាស់នៅ keyword shortcut keyboard shortcut ណាចឹង keyboard shortcut នេះគឺយើងអាចគ្រាន់តែចុចទៅលើ key មក Alt F4 ឬក៏ Alt Q Control បូក Q ឬក៏ Alt Space បូកជាមួយនឹង C ចឹង key ទាំងអស់នេះអ្នកនរគ្នាត្រូវចុចkey Alt នេះជាប់ Control នេះជាប់ហើយយើងចុច Alt Space ជាប់មកយើងបូកមក C ដើម្បីបិទកម្មវិធី Adobe Photoshop CC បានយ៉ាងរហ័សអូខេចឹងយើងអាចមើលរូបទៅចឹងរូបនេះគឺយើងចុចខ្វែងឬក៏យើងចុច file បានសិនបើយើងចង់បិទអូខេចឹងយើងចំណាំចឹងគេឲ្យយើងចំណាំដែរគេថាមុនពេលបិទកម្មវិធីគួររក្សាទុកការងារជាមុនដោយចុច Ctrl S ដើម្បីជៀសវាងការបាត់បង់ទិន្នន័យចឹងបើសិនបើអ្នកនរគ្នាចង់បិទចឹងយើងត្រូវថា save វាមុនទៅណាដើម្បីឲ្យកុំឲ្យវាបាត់បង់នៅឯកសារដែលយើងបានខំធ្វើណាចឹងគេថាប្រសិនបើមានឯកសារច្រើនបើក្នុងពេលតែមួយ Photoshop នឹងសួរអំពីការរក្សាទុកសម្រាប់ឯកសារនីមួយៗមុននឹងបិទកម្មវិធីទាំងស្រុងចឹងនៅពេលដែលយើងចុចបិទគឺវាសួរយើង save ឯកសារមួយឲ្យអស់ណាទៅពេលនឹងបិទកម្មវិធីចុងក្រោយអូខេមើលចំណុចទី7ណាស្គាល់ពីរូបរាងរបស់កម្មវិធី Adobe Photoshop CC ចឹងបន្ទាប់ពីបើកម្មវិធី Adobe Photoshop CC ដោយជោគជ័យលោកអ្នកនឹងឃើញផ្ទាំងការងារណា Workspace ហ្នឹងដែលមានឧបករណ៍នៅផ្នែកផ្សេងៗជាច្រើនចឹងការយល់ដឹងពីរូបរាងនិងមុខងាររបស់ផ្នែកនីមួយៗនឹងជួយឲ្យលោកអ្នកប្រើប្រាស់កម្មវិធីកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពអូខេចឹងយើងមកមើលផ្នែកសំខាន់នៃផ្ទាំងកម្មវិធី Adobe Photoshop CC របស់យើងណាចឹងទាំងអស់គឺយើងមានរហូតទៅដល់7ណាទី1គឺ title ទី2គឺ menu bar ទី3គឺ option bar ទី4គឺ tool panel ទី5គឺ document window ទី6គឺ panel ហើយទី7គឺ status bar អូខេចឹងយើងមកមើលចំណុចមួយណាចឹង title bar ដែលយើងហៅថារបារចំណងជើងហ្នឹងចឹងស្ថិតនៅផ្នែកខាងលើបំផុតនៃកម្មវិធីអូខេចឹងយើងឃើញនៅខាងលើនេះណាចឹងគេថាបង្ហាញឈ្មោះឯកសារដែលកំពុងតែបើកនិងឈ្មោះកម្មវិធីAdobe Photoshop CC ចឹងមានប៊ូតុង minimize maximize restore និង close អូខេចឹងយើងមានចំណុចទូចធំនេះហើយមួយខ្វែងអានេះគេហៅថាជា title bar អូខេចំណុចទី2គឺនិយាយអំពី menu bar ចឹង menu bar គឺស្ថិតនៅក្រោម title bar ហើយមានចំណុច menu សំខាន់ដូចជា file edit image layer type select filter 3D view window ហើយនិង help ចឹងចំណុចទាំងអស់ហ្នឹងគឺវានៅកន្លែងលេខ2ចឹងលេខ2នេះគឺជួរបន្ទាប់ពី title bar មាន file edit image layer ជាដើមចឹងគេថាប្រើសម្រាប់ចូលទៅកាន់ពាក្យបញ្ជានៅមុខងារផ្សេងៗរបស់កម្មវិធីអូខេចំណុចទី3គឺ option bar ណាជារបាយជម្រើសមួយចឹងវាស្ថិតនៅខាងក្រោម menu bar ណាចឹងបង្ហាញជម្រើសផ្សេងៗដែលផ្លាស់ប្ដូរទៅតាម tool ដែលយើងកំពុងតែជ្រើសរើសណាចឹងនៅពេលដែលអ្នកនរគ្នាជ្រើសរើស tool ណាមួយនៅកន្លែងហ្នឹងគឺវានឹងធ្វើការផ្លាស់ប្ដូរដែរដូររូបរាងក៏ដូចជាពាក្យពេចន៍ផ្សេងៗគឺខុសគ្នាទៅតាម tool នីមួយៗអូខេយើងមកមើលចំណុចទី4គឺនិយាយអំពី tool panel គឺជាផ្ទាំងឧបករណ៍ដែលស្ថិតនៅខាងឆ្វេងនៃកម្មវិធីអញ្ចឹងមានឧបករណ៍សម្រាប់ជ្រើសរើសកាត់គូរលាបពណ៌សរសេរអក្សរនិងកែសម្រួលរូបភាព
ចឹងចំណុចទី4នេះដែរគឺវានៅត្រង់កន្លែងនេះណាជា tool ដែលយើងជ្រើសរើសយកមកប្រើណាសម្រាប់កែច្នៃរូបភាពរបស់យើងអញ្ចឹងនៅដល់មេរៀនរបស់យើងនឹងរៀនអត់ពី tool មួយអូខេចឹងចំណុចទី5គឺជា document window ណាគឺជាផ្ទាំងឯកសារជាតំបន់កណ្ដាលសម្រាប់បង្ហាញនិងកែសម្រួលរូបភាពអញ្ចឹងអ្នកអាចប្រើអ្នកប្រើប្រាស់អាចបើកឯកសារច្រើនក្នុងពេលតែមួយបានអូខេអញ្ចឹងយើងមកមើលទីតាំងរបស់វាអូខេអញ្ចឹងគឺទី5នេះគឺមានចំណុចពណ៌ខៀវជាផ្ទៃដែលយើងឃើញរូបភាពហ្នឹងគឺជាផ្ទៃ document window ហើយអូខេទី6គឺគេហៅថា panel គឺផ្ទាំងជំនួយអញ្ចឹងគឺវាស្ថិតនៅផ្នែកខាងស្ដាំចុះ panel ដែលយើងប្រើញឹកញាប់មាន layer មាន property មាន color មាន switch មាន history មាន adjustment អញ្ចឹង layer គឺសម្រាប់គ្រប់គ្រងបន្ទាប់ការងាររបស់យើង property គឺវាអាចបង្ហាញពីលក្ខណៈសម្បត្តិរបស់ឧបករណ៍របស់យើងមួយអញ្ចឹង color គឺយើងសម្រាប់ជ្រើសរើសពណ៌ switch គឺយើង switch swatch នេះគឺជាកន្លែងដែលយើងអាចជ្រើសរើសពណ៌បានណា history ប្រវត្តិនៃការកែសម្រួលហើយ adjustment នេះគឺជាការកែតម្រូវទៅលើពន្លឺនិងពណ៌អូខេអញ្ចឹងយើងមកមើលចំណុចទី6នេះដែរអញ្ចឹងចំណុចទី6នេះគឺវានៅទីតាំងមួយនេះអញ្ចឹងយើងមើលចំណុចពណ៌ណាអញ្ចឹងវាមានពណ៌មាន property មានអីគ្រប់សពអញ្ចឹងមកផ្ទាំងខាងស្ដាំហ្នឹងគឺជា panel អូខេហើយចុងក្រោយគឺ status bar status bar គឺនៅខាងក្រោមគេបំផុតនៃកម្មវិធីរបស់យើងណាអញ្ចឹងយើងមកមើលលក្ខណៈសម្បត្តិរបស់វាអញ្ចឹងគឺថាវាស្ថិតនៅខាងក្រោមបង្ហាញព័ត៌មានអំពីឯកសារដូចជាការ zoom level ណាទំហំឯកសារនិងស្ថានភាពផ្សេងៗអញ្ចឹងយើងគាត់ថាឃើញភាគរយនៃការ zoom របស់យើងណាអូខេចំណុចទី2យើងនិយាយអំពីផ្នែកសំខាន់នៃផ្ទាំងកម្មវិធី Adobe Photoshop CC អញ្ចឹងបើសិនបើអ្នកនរគ្នាស្គាល់ពីផ្នែកមួយបានច្បាស់អញ្ចឹងគេថាងាយស្រួលស្វែងរកឧបករណ៍ដែលត្រូវប្រើបង្កើនល្បឿនក្នុងការកែសម្រួលរូបភាពងាយស្រួលរៀបចំ workspace ឲ្យសមស្របនឹងការងារជួយឲ្យអ្នកចាប់ផ្ដើមអាចសិក្សា Photoshop បានឆាប់រហ័សណាអូខេអញ្ចឹងគេថាចំណាំអញ្ចឹងទីតាំង panel ឬក៏ workspace អាចមានការផ្លាស់ប្ដូរបន្តិចបន្តួចអាស្រ័យទៅលើ version របស់ Adobe Photoshop CC ឬក៏ workspace ដែលអ្នកបានជ្រើសរើសប៉ុន្តែផ្នែកសំខាន់នៅខាងលើនៅតែមានដូចគ្នាហើយដើម្បីលាក់ឬក៏បង្ហាញ palette ណាមួយនោះលោកអ្នកអាចចុចទៅលើ window menu ហើយជ្រើសរើសទៅលើ palette ដែលលោកអ្នកចង់បង្ហាញឬក៏លាក់នោះអញ្ចឹងករណីដែលមានសញ្ញាបានន័យថាបង្ហាញហើយបើគ្មានសញ្ញាមានន័យថាលាក់អញ្ចឹងមានន័យថាបើសិនបើយើងបានចេញសញ្ញា tick មានន័យថាយើងបង្ហាញបើអត់ឃើញសញ្ញាទេមានន័យថាយើងលាក់ណាហើយលោកអ្នកក៏អាចជ្រើសតាមវិធី keyboard បានដែរដើម្បីលាក់ឬក៏បង្ហាញ palette ដែលមានដូចខាងក្រោមអូខេអញ្ចឹងនៅក្នុងនេះគឺយើងមាន function F5 មានថាកំណត់លាក់ឬក៏បង្ហាញ brush palette function F6 កំណត់ឬក៏លាក់បង្ហាញ color palette function F7 គឺយើងកំណត់លាក់ឬក៏បង្ហាញ layer palette function F8 កំណត់ការលាក់ឬក៏បង្ហាញ info palette ហើយ shift បូកជាមួយនឹង function F5 កំណត់លាក់ឬក៏បង្ហាញ transform palette shift បូកជាមួយទៅនឹង function F6 កំណត់លាក់ឬក៏បង្ហាញនៅ apparent palette តមកទៀត shift បូកជាមួយទៅនឹង function F9 កំណត់លាក់ឬក៏បង្ហាញ gradient palette shift បូកជាមួយនឹង function F10 កំណត់លាក់ឬក៏ការបង្ហាញ stroke palette អូខេនៅចំណុច3ទៀតគឺយើងចុច control ហើយនឹង shift ឲ្យជាប់មកហើយបន្តមកទៀតយើងចុចទៅលើ function F9 មកចុចកំណត់ការលាក់ឬក៏បង្ហាញ pathfinder ឬក៏ pathfinder palette ហើយ control shift បូកជាមួយនឹង function F10 កំណត់ឬក៏បង្ហាញ transparency palette ហើយ control បូកជាមួយ shift បូក function 11កំណត់លាក់ឬក៏បង្ហាញ symbol palette ហើយtab គឺកំណត់លាក់ឬក៏បង្ហាញអ្វីទាំងអស់ដែលមាននៅក្នុងកម្មវិធី Adobe Photoshop លើកលែងតែ menu បានវា shift បូកជាមួយ tab មានថាកំណត់លាក់ឬក៏បង្ហាញគ្រប់ទាំង palette ទាំងអស់
ដើម្បីរៀបចំគ្រប់ palette ទាំងអស់និង toolbox ឲ្យមានសភាពដូចដើមវិញលោកអ្នកអាចចុចទៅលើ window ហើយយក workspace ហើយបន្តមកទៀតយើងយកពាក្យថា default មកអូខេអញ្ចឹងការយល់ដឹងពីផ្នែកផ្សេងៗនៃរូបរាងរបស់ Photoshop គឺមានប៉ុណ្្នឹងទេអញ្ចឹងនៅវីដេអូក្រោយយើងអាចចូលទៅអនុវត្តហើយណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេ